ចាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូរបស់នាងខ្ញុំធ្វើដំណើរទៅផ្សារនឹងកន្លែងtraining karate do ហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវទៅផ្សារបងប្អូនហើយផ្សារហ្នឹងគឺនៅជិតផ្ទះផ្សារហ្នឹងនិយាយរួមទៅជាប្រហែលជា10នាទីដល់កន្លែងជិះពីផ្ទះរបស់នាងខ្ញុំទៅផ្សារហ្នឹងប្រហែលជា10នាទីបងប្អូនហើយអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំនិងជួយចុច like share comment subscriber ផងដែរអរគុណសម្រាប់ការគាំទ្រ channel របស់នាងខ្ញុំហើយដល់ខែហ្នឹងគឺថាអាកាសធាតុនិយាយរួមទៅជិតដល់summer ហើយបងប្អូនពួកអីនៅ spring time ឡើយទេប្រហែលជាខែ6គឺវារៀងក្តៅខ្លាំងអញ្ចឹងណាខែនេះអាកាសធាតុគឺដូរចុះដូរឡើងមានអារម្មណ៍ថាដូរលឿនណាអាកាសធាតុប្រហែលជាគេថាជាព្រោះអាទិត្យមុនហ្នឹងវា20ជាងអាទិត្យមុនវា23អង្សាបងប្អូនដល់ពេលអាទិត្យនេះគឺធ្លាក់នៅសល់10អង្សាជាងអញ្ចឹងទៅប្រហែលជា14-15អង្សាអញ្ចឹងទៅដល់ពេលអាទិត្យក្រោយគឺឡើងដល់20ឬក៏24 25ឬក៏18 19អង្សាអញ្ចឹងទៅអត់ទៀងទេបងប្អូនប៉ុន្តែគាត់ថាវាមេឃក្តៅអញ្ចឹងណាបងប្អូនមេឃក្តៅដូចបងប្អូនឃើញអញ្ចឹងតែគាត់ថាខាងក្រៅវារៀងត្រជាក់អញ្ចឹងទៅហើយព្រលឹមឡើងអញ្ចឹងត្រជាក់ព្រលឹមឡើងអញ្ចឹងទៅ6-7អង្សាដល់ពេលប្រហែលជាម៉ោង10 11អញ្ចឹងទៅវាឡើងដល់17-18អង្សាអញ្ចឹងទៅរៀងថ្ងៃតិចអញ្ចឹងទៅម៉ោងប្រហែលជា4 3-4អីអញ្ចឹងទៅបាន20អង្សាអញ្ចឹងទៅដល់ពេលម៉ោង6-7អញ្ចឹងទៅធ្លាក់នៅសល់ប្រហែលជា15-16អង្សាហើយវាមានពលឺថ្ងៃអញ្ចឹងបងប្អូនហើយឥឡូវហ្នឹងគឺដល់ខែដែលថ្ងៃវែងជាងថ្ងៃយូរជាងយប់បងប្អូនពួកអីម៉ោងប្រហែលជា8-9យប់ហ្នឹងគឺនៅមានពលឺថ្ងៃចាស់ដូចម៉ោង6ល្ងាចយើងអញ្ចឹងណាបងប្អូនដូចម៉ោង6ល្ងាចនៅស្រុកយើងអញ្ចឹងហើយនៅទីនេះគឺថាអាកាសធាតុវាល្អអញ្ចឹងទៅគឺបងប្អូនប្រជាជននៅឡាម៉ង់គាត់ចូលចិត្តនាំកូនចៅដើរលេងជិះកង់ឬក៏ជិះម៉ូតូដើរលេងអញ្ចឹងណាបងប្អូនហើយនឹងទៅតាមរមណីយដ្ឋានដូចជាបឹងឬក៏ទឹកធ្លាក់ឬក៏កន្លែងណាពួកគាត់ចូលចិត្តនៅហាក្តៅអញ្ចឹងជួនកាលទៅគាត់ទៅហែទឹកនៅសមុទ្រអីចឹងទៅហាក្តៅអីចឹងទៅសម្រាប់បងប្អូនជនជាតិអាល្លឺម៉ង់ហ្នឹងគឺអឺរ៉ុបហ្នឹងគឺភាគច្រើនគឺគាត់ត្រឹមអាកាសធាតុត្រឹម20អង្សា18-19អង្សាអីហ្នឹងហើយមានពលឺថ្ងៃអញ្ចឹងគឺគាត់ដើរពាក់អាវយឺតដៃខ្លីអញ្ចឹងទៅខោកាបយឬជួនកាលខោកាបយជើងខ្លីអីទៀតហ្នឹងក៏មានដែរគាត់ស៊ាំនឹងអាកាសធាតុហ្នឹងហើយតែសម្រាប់យើងនៅស្រុកយើងប៉ុណ្ណឹងយើងថាតិចអញ្ចឹងណាហើយសម្រាប់ខ្ញុំនៅស្រុកនេះប្រហែលជា3ឆ្នាំអត់តន់ស៊ាំស្រួលទេបងប្អូនត្រឹមតែ18អង្សាមានពលឺថ្ងៃហើយអត់ខ្យល់នឹងអត់អីទេតែបើមានខ្យល់ទៀតគឺត្រជាក់ខ្ញុំត្រូវការអាវដៃវែងហីបងប្អូនខ្ញុំប្រើអាវដៃវែងរៀងខះបន្តិចហើយតែសម្រាប់ពួកគាត់អត់ទេធម្មតាហើយពួកគាត់ចូលចិត្តនាំកូនចៅពេលដល់ខែហ្នឹងគឺភាគច្រើនគឺពួកគាត់អត់សូវឧទាហរណ៍ចំ holiday ឬចំថ្ងៃសៅរ៍អាទិត្យឬបុណ្យអីហ្នឹងគឺគាត់អត់សូវនៅផ្ទះទេគាត់ត្រូវទៅរួមនាំកូនចៅទៅកំសាន្តរមណីយដ្ឋានឬក៏ទៅកាន់ប្រទេសផ្សេងទៀតចឹងទៅណាតែនៅជាប់ប្រទេសអាល្លឺម៉ង់អញ្ចឹងណាបងប្អូនជួនកាលទៅអ្នកដែលអត់បានទៅឆ្ងាយអីគឺគាត់នាំកូនចៅគាត់នឹងចេញជិះកង់គៀនផ្ទះអញ្ចឹងទៅថ្ងៃដែលធ្វើការឬក៏ជាថ្ងៃដែលកូនរៀនអញ្ចឹងទៅចេញពីសាលាវិញម៉ោងប្រហែលជា
4-5អីចឹងទៅគាត់ក៏នាំកូនដើរជុំវិញខាងក្រោយផ្ទះហ្នឹងប្រហែលជាមួយជុំឬក៏ជិះកង់ជុំវិញហ្នឹងទៅដើម្បីឲ្យកូនបានត្រូវពលឺថ្ងៃល្អហើយនឹងស្រូបអាកាសធាតុខ្យល់អាកាសធាតុបរិសុទ្ធល្អចឹងណាបងប្អូនអញ្ចឹងហើយនៅទីនេះព្រោះដោយសារអីបើសិនជាខែត្រជាក់គាត់មិនសូវទៅណាទេហើយត្រជាក់រៀងបបាអីធុញថប់បន្តិចដែរតែបើខែក្តៅអញ្ចឹងគឺសូវនៅទាំងគេទាំងខ្ញុំចេះនាំកូនទៅក្រៅដែរណាដើម្បីគាត់ទៅលេងកន្លែងសួនច្បារកន្លែងអីចឹងទៅវាស្រួលនៅផ្ទះច្រើនអត់ល្អជួនកាលគាត់ធុញគាត់ទាមមើលទូរស័ព្ទឬក៏ទូរទស្សន៍អីចឹងទៅអញ្ចឹងយើងមិនចង់ឲ្យគាត់មើលគឺយើងមានតែនាំគាត់ដើរទៅព្រោះអីខែក្តៅហើយអញ្ចឹងហើយយើងនាំចេញក្រៅទៅគឺគាត់អត់មើលទេហើយនេះគឺជាកន្លែងនេះគឺជាខ្ញុំបើកទៅផ្សារមកខុសច្រឡំផ្សារខុសផ្លាននៅចិត្តហ្នឹងហើយនៅទីនេះភាគច្រើនគ្រប់ច្បាប់ចរាចរណ៍បងប្អូនហើយការរៀនបើកឡាននៅទីនេះខ្ញុំអត់ដឹងទេព្រោះអីវាដូរតម្លៃដូរចុះដូរឡើងរហូតចឹងណាតម្លៃការរៀនបើកឡានការមួយរយៈមុនហ្នឹងប្រហែលជា 3,000 ចិត្ត 3,000 រៀនបើកឡានហ្នឹងបងប្អូនមិនរៀនមកចេះទេណាមកប្រឡងយក license ហ្នឹងតែបើធ្លាក់យើងត្រូវបង់លុយទៀតហើយម៉ូតូបើសិនជាយើងរៀនបើកឡានចេះអូខេយើងអាចបើកម៉ូតូធ្វើអាសង់យើងហ្នឹងហើយនឹងដូចជា Scoopy ឬក៏ម៉ូតូត្រឹម 125cc ហ្នឹងអូខេអាចបើកបានដោយមិនបាច់ទៅរៀនយក license អីទេតែបើសិនជាបើកម៉ូតូធំចាប់ពីកម្លាំងលើសហ្នឹងគឺត្រូវទៅរៀនបើកទៅរៀនបើកម៉ូតូហ្នឹងដើម្បីយកបានបើកបរត្រូវទៅធ្វើបានបើកបរម៉ូតូហ្នឹងអញ្ចឹងហើយតម្លៃក៏មិនថោកដែរប្រហែលជាជិត 1000 ជាងទៅ 2000 អីអញ្ចឹងណាហើយបើរៀនបើកឡានមួយរយៈមុនប្រហែលជា 3000 អញ្ចឹងហើយឥឡូវអត់ដឹងច្បាស់ថាត្រូវគេដូរថោកជាងនឹងឬក៏ថ្លៃជាងនឹងយើងអត់ច្បាស់ដែរព្រោះអីវាដូរចុះដូរឡើងរហូតអញ្ចឹងណាបងប្អូនហើយនេះបងប្អូនបងប្អូនឃើញទេដល់ខែហ្នឹងគឺថាអាកាសធាតុល្អមែនតើហើយណាមួយតាមផ្លូវគឺឃើញដើមឈើឡើងខៀវស្ងាត់តែម្ដងនឹងបៃតងស្រស់ហ្មងបងប្អូនខ្ញុំចូលចិត្តខែហ្នឹងក៏ខ្ញុំចូលចិត្តដែរហើយកន្លែងនេះគឺកន្លែងខ្ញុំបើកទៅកន្លែង training karate do បងប្អូនកន្លែងហ្នឹង karate do training ឯងទៅដើម្បីតាមពិតខ្ញុំអត់ទៅហាត់ខ្ញុំថ្ងៃហ្នឹងគឺព្រោះខ្ញុំហើយប្តីខ្ញុំហាត់ដែរប្តីខ្ញុំកាលមហឹកមុនគាត់អត់ហាត់ទេតែមហឹកនេះតែសារតែគាត់ឈឺជើងតែឥឡូវគាត់ជាហើយអញ្ចឹងគាត់ទៅហាត់ថ្ងៃច័ន្ទគឺប្តីខ្ញុំទៅហាត់នៅទីក្រុងកូស្លាហ្នឹងហើយចិត្តទីក្រុងដែរដើរតែត្រឹម10នាទីអីដល់ហើយកណ្ដាលទីក្រុងហើយតែកន្លែងហ្នឹងគេហៅទីក្រុងហើយព្រោះដោយសារអីវាគៀកតែគ្រាន់ថាវាគៀកទីក្រុងហ្នឹងណាព្រោះឯដល់10នាទីអីដល់ហើយយើងចង់ទៅកណ្ដាលទីក្រុងទៅទិញអីហូបទៅអី restaurant ឬទៅផ្សារ shopping អីហ្នឹងគឺដល់10នាទីពីកន្លែងនាងខ្ញុំហាត់ហ្នឹងគឺទៅឃើញអាគារពោះអាគារដែលមានវាចំណាស់នឹងចាស់ជាងគេអញ្ចឹងណាបងប្អូនវីដេអូក្រោយនាងខ្ញុំនឹងធ្វើវីដេអូនៅក្នុងទីក្រុងកូស្លាឲ្យបងប្អូនបានទស្សនាខ្លះអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅខ្ញុំកន្លែងហ្នឹងក៏មានដែរនៅកន្លែងទីក្រុងហ្នឹងគឺមានផ្សារ Asian Shop មួយដែរផោះបងប្អូនថៃហើយគាត់លក់មានតែផ្សារហ្នឹងមួយទេហើយបើសិនជា restaurant វិញគឺមានច្រើន Asian restaurant ហ្នឹងមានច្រើនមានផោះបងប្អូនវៀតណាមថៃចិននិងជប៉ុនហើយនឹងបណ្ដាប្រទេសផ្សេងទៀតអញ្ចឹងណាដែលមកពីអាស៊ានហ្នឹងបងប្អូនអញ្ចឹងហើយ
តែជាទូទៅខ្ញុំអត់សូវទៅទិញនៅហ្នឹងទេខ្ញុំទិញវ៉ាន់ Asian Shop ពីច្រើនខ្ញុំទៅទីក្រុងប្រោនស្វាយព្រោះឯនៅទីនោះមានច្រើនយើងចង់ទៅទិញនៅshop ណាដូចថាផោះជាទូទៅខ្ញុំទៅទិញនៅAsian Shop ហ្នឹងគឺគាត់ហ្នឹងគឺជនជាតិវៀតណាមហើយនៅនោះមានជនជាតិវៀតណាមបើវៀតណាមផងថៃក៏មានចិនក៏មានដែរហើយមានឥណ្ឌាដែរនឹងមានជនជាតិរុស្ស៊ីដែរអញ្ចឹងណាអញ្ចឹងយើងចង់ទៅណាក៏វាស្រួលនោះធំជាងនៅនេះតូចទេអញ្ចឹងហើយណាមួយវារៀងធូរថ្លៃជាងនៅនេះអញ្ចឹងណាបងប្អូនអាវ៉ាន់ក៏ច្រើនជាងយើងចង់ទិញអីក៏បានវាស្រួលជាងអញ្ចឹងណានេះអត់ទេអញ្ចឹងហើយអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់នេះខ្ញុំជូនពរសុខភាពល្អសំណាងល្អជម្រាបលា